ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយបញ្ជាក់រំលែកជូនបងប្អូនស្ដីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនមុខទំនិញសំខាន់ដែលត្រូវបានកែប្រែអត្រាពន្ធគយនិងអាករពិសេសមានដូចខាងក្រោម 1. បញ្ចុះអត្រាពន្ធនាំចូលពី 15% និង 7% មក 0% លើមុខទំនិញកូនបក្សីរស់កុំព្យូទ័រនិងបរិក្ខារអង្គតែននិងបរិក្ខារនិងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់ 2. បញ្ចុះអត្រាពន្ធនាំចូលពី 15% មក 7% លើមុខទំនិញបន្ទះសម្លេងកែវម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគៀបទឹកផ្លែឈើឆ្នាំងដាំបាយអគ្គិសនីម៉ាស៊ីនសំលៀងថ្មសម្លេងអនាម័យនិងខោទឹកនោម 3. បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 7% លើមុខទំនិញថ្នាំលាបការពារសំណឹកលើតួនាវា 4. បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 15% លើមុខទំនិញឡអគ្គិសនីសម្រាប់ដុតឬអាំងនិងរថយន្តដឹកអ្នកដំណើរប្រភេទ Limousine 5. បញ្ចុះអត្រាអាករពិសេសពី 10% មក 0% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនីម៉ាស៊ីនបូមធាលីនិងឧបករណ៍ចាក់សំឡេង 6. បញ្ចុះអត្រាអាករពិសេសពី 10% មក 5% លើមុខទំនិញអាគុយយានយន្តអគ្គិសនីអត្រាពន្ធនិងអាករកែសម្រួលថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2026 តទៅព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ